Bạn chứng chỉ bậc thang dùng group nâng chuẩn điệp số đo các nạn group krong sala cru từ tụ vận tục này ICT សម្រាប់វីដេអូនេះខ្ញុំនឹងចែករំលែកអំពីរបៀបនៃការបង្កើតនៅគណនីសម្រាប់សិស្សនៅតាមថ្នាក់នីមួយៗអញ្ចឹងជាដំបូងលោកគ្រូអាចធ្វើការ log in ចូលមកក្នុងប្រព័ន្ធមកបាទអញ្ចឹងលោកគ្រូបញ្ចូលលេខកូដសាលាផុសគ្រូទៅបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការចុចប៊ូតុង enter ហើយនឹងចូលមកដល់ផ្ទាំងមួយនេះអញ្ចឹងចំពោះផ្ទាំងមួយនេះសូមឲ្យលោកគ្រូធ្វើការបំពេញនៅលេខគណនីក៏ដូចជាលេខសម្ងាត់បាទដែលក្រុមការងារខាងមន្ទីរក៏ដូចជាក្រុមការងារផុសWikischool យើងបានធ្វើការផ្សាយជូនបានអញ្ចឹងគណនីជាក់ស្ដែងរបស់លោកគ្រូធ្វើការបំពេញមកបន្តទៀតយើងធ្វើការបំពេញនៅពាក្យសម្ងាត់បាទអញ្ចឹងរួចចុចចូលមកបាទអញ្ចឹងមកដល់ត្រង់ចំណុចនេះលោកគ្រូត្រូវធ្វើការពិនិត្យមើលទៅលើទិន្នន័យរបស់យើងជាមុនសិនបើទិន្នន័យយើងឃើញថាត្រឹមត្រូវហើយបាទដើម្បីយើងចូលទៅបង្កើតគណនីសិស្សសូមធ្វើការផ្លាស់ប្ដូរពីផ្នែកទូទៅនេះមកជាផ្នែករដ្ឋបាលមកបន្តមកទៀតយើងចុចទៅលើប៊ូតុងគណនីអ្នកប្រើប្រាស់បាទអញ្ចឹងចូលមកដល់ផ្ទាំងមួយនេះវាបង្ហាញទៅលើគណនីអ្នកប្រើប្រាស់ដែលយើងធ្លាប់បានធ្វើការបង្កើតឬក៏ទាញយករួចរាល់ហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើមានន័យថាគោលដៅដែលយើងចង់ទាញយកបើសិននៅក្នុងករណីដែលលោកគ្រូចង់ទាញយកគណនីសម្រាប់គ្រូបរិញ្ញាបត្ររបស់យើងអាចចូលមកមើលត្រង់ចំណុចនេះបើសិនបើមានយើងធ្វើការចុចប៊ូតុងបង្កើតនៅខាងស្ដាំដៃនេះមកបាទហើយបើអត់មានន័យថាគណនីនេះយើងបានទាញរួចរាល់ហើយអស់ហើយអញ្ចឹងវាអត់បង្ហាញគណនីនឹងទៀតទេបាទអញ្ចឹងមកគោលដៅយើងវិញគោលដៅរបស់យើងគឺយើងចង់ធ្វើការទាញយកនៅគណនីសម្រាប់សិស្សបាទចឹងលោកគ្រូគ្រាន់តែធ្វើការចុចទៅលើប៊ូតុងសិស្សដែលនៅខាងចុងគេនឹងមកបាទបន្តមកទៀតនៅកន្លែងនេះគឺឃើញមានឆ្នាំសិក្សាក៏ដូចជាថ្នាក់អញ្ចឹងកន្លែងនេះចាប់ជា default បន្តមកទៀតយើងមើលមកខាងចុងមកយើងឃើញមានថ្នាក់អញ្ចឹងយើងអាចធ្វើការជ្រើសរើសបានឧទាហរណ៍ថាខ្ញុំជ្រើសរើសថ្នាក់ទី 2A1 អញ្ចឹងជាជំហានដំបូងលោកគ្រូត្រូវចុចធ្វើការបង្ហាញសិនបាទអញ្ចឹងនៅក្នុងករណីដែលពេលយើងចុចបង្ហាញនេះបើមានសិស្សវានឹងធ្វើការត្រប់ឈ្មោះសិស្សចុះមកបើអត់មានទេបាទដូចផងខ្ញុំអញ្ចឹងខ្ញុំសូម filter រកមើលថ្នាក់ដែលមានសិស្សបាទឧទាហរណ៍ 8A បាទចំណុចទី2ដែលលោកគ្រូត្រូវកំណត់សម្គាល់ឧទាហរណ៍ថានេះនៅពេលដែលយើងធ្វើការចុចមកបែបនេះណាលោកគ្រូបាទចូលមកបែបនេះលោកគ្រូឃើញហើយអញ្ចឹងនៅកន្លែងនេះគឺមានខ្វែងមានន័យថាថ្នាក់ហ្នឹងអត់ទាន់មានបានទាញយកគណនីទេអញ្ចឹងមុននឹងយើងទាញលោកគ្រូត្រូវមកធ្វើការមើលនៅខាងក្រោមកន្លែង row paper នេះបាទចុចមកយើងត្រូវធ្វើការបង្ហាញទាំងអស់មកបាទដើម្បីយើងអាចធ្វើការ select ម្ដងបានទិន្នន័យសិស្សទាំងអស់ហ្នឹងទៅតែម្ដងបាទអញ្ចឹងបន្តមកទៀតលោកគ្រូត្រូវ tick នៅខាងលើនេះមកក្នុងករណីដែលទិន្នន័យហ្នឹងយើងត្រូវការយកទាំងអស់ហើយបើករណីលោកគ្រូថាអត់ទេខ្ញុំគ្រាន់តែចង់បានគណនីមួយឬក៏ពីរដើម្បីយកទៅធ្វើការតេស្តសាកល្បងសិនយើង tick ចេះមកបាទ tick ចេះណាបាទ tick តែថ្នាក់ណា tick តែសិស្សណាដែលយើងចង់យកទៅធ្វើការតេស្តទៅតែបើយើងចង់ tick ទាំងអស់លោកគ្រូអាច tick នៅប្រឡោះខាងលើនេះបាទ tick ទាំងអស់ទៅបាទអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍តែសិស្សមួយបានហើយបាទខ្ញុំឧទាហរណ៍សិស្ស A សុកនេះអញ្ចឹងពេលដែលយើងចុចធ្វើការគ្រីសនេះលោកគ្រូមើលមកប៊ូតុងនៅខាងចុងវាផ្នែកខាងលើគេដាក់ប៊ូតុងបង្កើតអញ្ចឹងយើងចុចប៊ូតុងនឹងមកនេះគេប្រាប់ហើយបង្កើតគណនីសិស្សនេះអញ្ចឹងយើងចុចរក្សាទុកទៅបាទអញ្ចឹងពេលយើងរក្សាទុកប្រព័ន្ធនឹងធ្វើការទាញយកជា file Excel មួយជូនលោកគ្រូអញ្ចឹងខ្ញុំចុចបើក file Excel មកអញ្ចឹងជាជំហានដំបូងនៅពេលដែលបើក file Excel វាបង្ហាញជាទិន្នន័យលេខកូដអញ្ចេះទេអត់មាន QR code ទេណាលោកគ្រូបាទហើយក្នុងករណីដែលលោកគ្រូចង់បានជា QR code យើង close ចោលទៅបាទលោកគ្រូអាចធ្វើការចូលមកផ្នែករបាយការណ៍បន្តមកទៀតយើងធ្វើការចុចគណនីអ្នកប្រើប្រាស់បាទឃើញប្រភេទអ្នកប្រើប្រាស់នេះយើងចុចលើប៊ូតុងសិស្សបាទអញ្ចឹងយើងជ្រើសរើសកម្រិតថ្នាក់មកទី8ថ្នាក់ណាមិញ 8A បាទអញ្ចឹងនេះនៅកន្លែងនេះលោកគ្រូអាចជ្រើសរើសផ្នែកទូទៅក៏បានផ្នែកប្រធានអនុប្រធានរើសទាំង3ហ្នឹងក៏បានដែរមានន័យថាយើងរើសទាំងអស់នៅក្នុងថ្នាក់ហ្នឹងតែបើលោកគ្រូថាអត់ទេប្រធានអនុប្រធានអត់តន់ចង់បានទេអត់មានទេអញ្ចឹងបាច់ take care ទេយកជា default តែម្ដងទៅយើងធ្វើរបាយការណ៍មកបាទអញ្ចឹងនៅពេលដែលយើងធ្វើរបាយការណ៍នេះចេញទៅទិន្នន័យសិស្សណាដែលយើងធ្លាប់បានទាញអញ្ចឹងឧទាហរណ៍សិស្សនេះខ្ញុំធ្លាប់បានបង្កើតហើយអញ្ចឹងវាមាននេះអញ្ចឹងសិស្ស A សឹកនេះដែលយើងបានបង្កើតមិញលោកគ្រូឃើញហើយកន្លងមកបើសិនតែយើងអត់ទៅធ្វើការបង្កើតគណនីទេនៅកន្លែងនេះអត់មានទេបាទមានតែលេខកូដសាលាទេលេខគណនីនឹងពាក្យសម្ងាត់នេះអត់មានទេបាទអញ្ចឹងនៅកន្លែងនេះនៅពេលដែលយើងធ្វើការ QR code ទម្រង់បែបហ្នឹងលោកគ្រូត្រូវធ្វើការបង្កើតគណនីជាមុនសិនបាទ
ចឹងសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនបើលោកគ្រូមានជាសំណួរឬក៏ចម្ងល់អីផ្សេងៗអាចធ្វើការសាកសួរក្រុមការងារបន្ថែមទៀតបាទសូមគោរពអរគុណ